អ្នកតគ្នាមានពេលចង់មកមើលឬក៏ចង់មកលេងកន្លែងនេះអីអ្នកនរគ្នាអាចមកបានគឺស្ងប់ស្ងាត់ល្អមែនទែនអ្នកនរគ្នាអាកាសធាតុក៏ដូចជាបរិយាកាសនៅកន្លែងនេះដោយសារនៅជាប់នឹងទឹកអញ្ចឹងគឺត្រជាក់ស្រស់ស្រាយល្អខ្លាំងមែនទែនថ្ងៃនេះគឺខ្ញុំនាំអ្នកនរគ្នាមកមើល sunset មកកន្លែងទៀតហើយកន្លែងនេះប្រហែលជាអ្នកនរគ្នាស្គាល់ហើយគឺនៅផ្លូវវងធំយើងហ្នឹងឯងអ្នកគ្នាខាងក្រោយខ្ញុំហ្នឹងគឺផ្លូវចូលទៅប្រាសាទតាសមហើយនេះនៅខាងនេះគឺកន្លែងដែលយើងអាចមើល sunset បាននៅបារាយអ្នកពន្ធខាងកើតហ្នឹងឯងអ្នកគ្នាហើយកន្លែងនេះគឺស្ងប់ស្ងាត់ល្អអ្នកគ្នាអត់ទាន់ឃើញមានភ្ញៀវដែលគាត់មកមើល sunset នៅកន្លែងនេះទេតែកន្លែងនេះភាគច្រើនខ្ញុំឃើញភ្ញៀវបរទេសគាត់ចូលចិត្តមកអង្គុយមើលនៅកន្លែងនេះច្រើនខ្លាំងមែនតើដោយសារដូចខ្ញុំបាននិយាយមកអញ្ចឹងគឺស្ងប់ស្ងាត់ល្អហើយនោះគេមានកន្លែងកៅអីដែលយើងអាចអង្គុយមើល sunset បានស្រួលហើយមើលបានឃើញស្អាតហើយកន្លែងនេះក៏មានដែរនេះកន្លែងកៅអីយើងអាចអង្គុយមើល sunset នៅពេលល្ងាចបានអញ្ចឹងណាជាលក្ខណៈខាងអាជ្ញាធរអប្សរាហើយជាខាងអាជ្ញាធរអប្សរាគាត់ធ្វើពីឈើធម្មតាយើងអាចអង្គុយលេងបានហើយឥឡូវនេះគឺម៉ោងទៅតែ5តិចតួចទេអ្នកគ្នាអត់ទាន់ថ្ងៃអត់ទាន់លិចទេអញ្ចឹងខ្ញុំមកអង្គុយលេងក៏ដូចជាថតរូបអីលេងខ្លះនៅកន្លែងនេះចាំមើលថ្ងៃលិចនៅពេលល្ងាចអ្នកគ្នាថ្ងៃចាប់ផ្ដើមទៀបហើយជិតលិចហើយអ្នកគ្នាគឺពណ៌ចាប់ផ្ដើមចេញពណ៌មាសស្អាតហើយឥឡូវនេះគឺខ្ញុំនៅអង្គុយចាំដើម្បីមើលថ្ងៃលិចនឹងឯងឥឡូវនេះគឺម៉ោង5កន្លះហើយ30នាទី32នាទីហើយនៅខាងនោះគឺមានភ្ញៀវគាត់អង្គុយមើលដែរប៉ុន្តែដោយសារនៅម្ខាងព្រៃម្នាក់អញ្ចឹងអាចមើលឃើញឮតែសំឡេងពួកគាត់នៅអង្គុយលេងក្នុងដើម្បីចាំមើលថ្ងៃលិចដែរហើយខ្ញុំនៅអង្គុយចាំនៅកន្លែងនេះឯងគឺថ្លង់ចំស្អាតមែនទែនចំពីមុខដោយមើលទៅគឺពណ៌មាសចាប់ផ្ដើមចេញហើយពលឺចាប់ផ្ដើមសតុនស្អាតមែនទែនអញ្ចឹងសិនជាអ្នកតគ្នាមានពេលចង់មកមើលឬក៏ចង់មកលេងកន្លែងនេះអីអ្នកនរគ្នាអាចមកបានគឺស្ងប់ស្ងាត់ល្អមែនទែនអ្នកនរគ្នាអាកាសធាតុក៏ដូចជាបរិយាកាសនៅកន្លែងនេះដោយសារនៅជាប់នឹងទឹកអញ្ចឹងគឺត្រជាក់ស្រស់ស្រាយល្អខ្លាំងមែនទែនសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តបរិយាកាសបែបហ្នឹងស្ងប់ស្ងាត់ហើយអាកាសធាតុវាត្រជាក់អញ្ចឹងគឺល្អមែនទែនធ្វើយើងទទួលបាននៅអារម្មណ៍មួយដ៏ស្រស់ស្រាយក៏ដូចជាយើងកាត់បន្ថយនៅភាពស្មុគស្មាញដែលយើងគិតច្រើនឬក៏យើងមានកង្វល់អីចឹងអូខេអញ្ចឹងខ្ញុំនឹងថតពីទស្សនវិជ្ជាថ្ងៃលិចឲ្យអ្នកនរគ្នាបានមើលអញ្ចឹងចាំទស្សនានៅក្នុងវីដេអូមួយនេះជាមួយខ្ញុំបងប្អូនថ្ងៃចាប់ផ្ដើមទៀបហើយមើលទៅគឺ reflection ជាមួយនឹងទឹកហើយថ្ងៃពណ៌មាសមើលទៅគឺស្អាតមែនទែនដោយសារកន្លែងនេះគឺយើងអាចមើលទៅឃើញស្រឡះពេញភ្នែកល្អដោយសារកន្លែងនេះមានតែទឹកហើយនឹងព្រៃឈើនៅជុំវិញនឹងអញ្ចឹងហើយថ្ងៃនៅចំពីមុខមើលទៅគឺពេញភ្នែកល្អខ្លាំងមែនទែនឥឡូវនេះគឺថ្ងៃលិចបាត់ហើយខ្ញុំត្រឡប់ទៅផ្ទះវិញហើយគឺភ្ញៀវគាត់ទាន់ទៅទេគាត់នៅអង្គុយលេងនៅនឹងឯងហើយនេះអ្នកនរគ្នាខ្ញុំឲ្យមើលដែលខ្ញុំថតបានមិញគឺស្អាតខ្លាំងមែនតើពណ៌មាសហើយក្រហមស្អាតខ្លាំងអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងឯងអ្នកនរគ្នាខ្ញុំត្រឡប់ទៅវិញហើយអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀត